នេះគឺជាវត្តតែមួយគាត់នឹងដំបងគេនៅប្រទេសកម្ពុជាអត់ដែលមានទេបងប្អូនណាវត្តនេះខាងក្រៅខ្ញុំនេះព្រះអិនសាមគ្គីធម៌នៅអង្គស្នួលយើងខេត្តកណ្ដាលមិនបានថាតែមួយគាត់មិនដែលមាននៅប្រទេសកម្ពុជាបាទវត្តនេះប្លែកអស្ចារ្យមែនតើគឺថាមានវត្តអារាមនៅទីនេះហើយមានសាលារៀនមានសិស្សជាង8000នាក់កំពុងតែសិក្សារៀនសូត្រនៅទីនេះដោយសារខ្ញុំថ្ងៃនេះមកថ្ងៃសៅរ៍មិនសូវមានសិស្សច្រើនប៉ុន្តែមានតាំងពីមត្តេយ្យរហូតដល់សាកលវិទ្យាល័យសម្ដេចសង្ឃករាជប៊ូគ្រីនៅទីនេះសិស្សជាង2000នាក់រៀននៅសាកលវិទ្យាល័យរៀនគ្រប់មុខវិជ្ជាទាំងអស់មានតាំងពី computer accounting រដ្ឋបាលសាធារណៈមានទស្សនវិជ្ជាពុទ្ធសាសនាអូយល្អមែនតើមួយណាហើយមករៀនហ្នឹងមិន8000នាក់ហ្នឹងណារៀន free ទាំងអស់អត់យកលុយមករៀលលោក free ទាំងអស់លោកប៉ៅទាំងអស់បាទនេះហើយមើលនោះសាលារៀនខាងក្រោយនោះហើយនេះទៀតមើលឲ្យមើលតិចមើលនេះទីពេទ្យបាទ clinic ឈឺស្កាត់អីមកទីនេះលោក free ទៀតអ្នកស្រុកអ្នកភូមិក្បែរនេះមក free ទៀតព្យាបាល free អត់គិតលុយទេអានេះមកអាគារធំនេះសម្ដេចតេជោគាត់ធ្វើឲ្យនេះអាគារនេះណាហើយខាងនោះគឺសាកលវិទ្យាល័យនៅអាគារក្រុមមួយទីនោះសាកលវិទ្យាល័យសម្ដេចសង្ឃរាជប៊ូគ្រីសិស្សជាង2000នាក់រៀនគ្រប់ជំនាញទាំងអស់ក្មួយណាដែលចង់រៀនខ្វះខាតជីវភាពខ្វះខាតលុយអាចមករៀនមកស្នាក់នៅបាទរៀនជាមួយបាទនៅសាកលវិទ្យាល័យបាទលោកសង្ឃបាននេះអរមែនតើណារៀន free ទាំងអស់មួយបាទអត់គិតលុយទេហើយមានកន្លែងស្នាក់នៅហើយមានអាហារ3ពេលដល់ក្មេងដាក់នៅទៀតមួយថ្ងៃគួរដឹងមិនលោកគាត់មានពុទ្ធិកាថាម៉េចមួយថ្ងៃអង្គ3បេទៅ4បេមួយថ្ងៃលោកផងប្រសក់ផងកូនសិស្សលោកនៅនឹង300នាក់ជាងហើយលោក150អង្គ140អង្គហើយបាទកូនសិស្សលោកទាំងស្រីទាំងប្រុស300នាក់ជាងគាត់ថាអង្គមួយថ្ងៃ3បេហើយមកហូបមួយថ្ងៃ1លានអូប្រាក់ខែគ្រូចំណាយឲ្យទាំងអស់មួយខែមិនក្រោម$50000ទេបាទលោកមានពុទ្ធិកាកណាព្រឺសបល់ហ្មងអស្ចារ្យមែនតើជ្រះថ្លាជាមួយលោកនេះនិស្សិតមកពីគ្រប់ខេត្តក្រុងពិសេសខេត្តដាច់ស្រយាលលោកទទួលទាំងអស់ឲ្យតែមកលោកបានទៅផ្សព្វផ្សាយនៅខេត្តផ្សេងដាច់ស្រយាលដែលក្មួយមានជីវភាពខ្វះខាតមកស្នាក់នៅជាមួយលោកបង្រៀនមានសាលាល្អវិន័យល្អតែម្ដងបាទកម្មវិធីសិក្សាក៏ល្អដែរនេះមកមួយល្អមែនតើណាអញ្ចឹងអ្នកមករៀននៅជាមួយលោកនេះគឺថាលោក take care មែនតើតាំងពីការស្នាក់នៅតាំងពីការហូបចុកតាំងពីការសិក្សារៀនសូត្ររណាបានទៀតក្មួយអើយបាទអញ្ចឹងណាមួយណាមានជីវភាពខ្វះខាតក្រីក្រមកទីនេះមកគ្មានលេសហេតុផលអីថាអូគេរៀនបានអត់មានលុយមានកាក់ទេឥឡូវលោកប៉ាទាំងអស់លោកប៉ាទាំងអស់ណាកន្លែងស្នាក់នៅក៏ free បាទរៀនក៏ free ហូបចុកក៏ free ទៀតរយទៀតក្មេងដឹងតែដេករៀនដេកសូត្រយកចំណេះដឹងថ្ងៃក្រោយមានចំណេះដឹងហើយកុំភ្លេចវត្តអារាមនេះអស់មែនចាមែនតើអញ្ចឹងមួយណាចង់ដឹងព័ត៌មានលម្អិតពីកម្មវិធីសិក្សាផ្សេងៗនិងអាហារូបករណ៍ផ្សេងចាំលោកគ្រូដាក់ caption ដាក់ link តាក់ទងបាទគុណផ្ទាល់តែម្ដងចង់សិក្សានៅទីនេះបាទនៅបាទខេត្តកណ្ដាលបាទនៅរៀងចិត្តផ្លូវជាតិលេខ4មួយចាំដាក់គ្រូដាក់ map ឲ្យអស្ចារ្យមែនតើអញ្ចឹងបើសិនជា fan ពុទ្ធបរិស័ទមានចិត្តចេះស្លាជាមួយតែគុណអង្គមួយថ្ងៃ3បាវទៅ3បាវជូនលោកមកផងបាទមកលេងវត្តនេះវត្តធម្មតានេះថ្ងៃសិលថ្ងៃអាទិត្យអីចង់ចេះស្លាជាមួយលោកបាទមួយថ្ងៃ1លានគាត់តែមហូបអង្គ3បាវគឺ3បេបានមកលេងវត្តផងយកក៏3បេផងមិនមានទេចង់ឲ្យវត្តអារាមខ្មែរយើងអញ្ចឹងមិនដល់សាកលវិទ្យាល័យក៏ត្រឹមបឋមត្រឹមអីនេះអានេះលោកគ្រប់គ្រងហ្មងសាលានេះមិនមែនសាលាប្រសក់គ្រប់គ្រងលោកបច្ចេកអធិការគាត់ជាសាកលវិទ្យាល័យជានាយកគ្រប់គ្រងទូទៅល្អអស្ចារ្យមែនទែនដោយសាសនាគេផ្សេងព្រះយេស៊ូវកាត់សាមូស្លីមអីគេមានវិទ្យាល័យគេមានសាលារបស់គេចុះរឿងអីពុទ្ធសាសនារបស់យើងមិនមានសាលាបាទជាសាលារបស់លោកដែរអាហ្នឹងល្អមែនទែនមាន concept ទស្សនវិស័យហ្នឹងគឺថាអូយកណាជាស្លាជាមួយលោកតែម្ដងអស្ចារ្យមែនទែនមិនមានទេអញ្ចឹងពុទ្ធបរិស័ទសូមជួយបាទគ្រប់គ្រងលោកជាស្លាជាមួយលោកមកបុណ្យវត្តនេះចូលបច្ច័យជាមួយលោកដើម្បីនេះឧបត្ថម្ភគ្រប់គ្រងចិញ្ចឹមក្មេងៗរៀនសូត្រឲ្យបានចេះដឹងមានចំណេះដឹងបាទល្អមែនទែនហើយចាំខ្ញុំដាក់លេខទំនាក់ទំនងដល់គុណតែម្ដងអរគុណច្រើនហ្វេន